ម្ដាយចិត្តដាច់សាហាវភ្លេចកូននៅក្នុងវ៉ាលីឡងកន្លះឆ្នាំបងប្អូនអត់សមធ្វើជាម្ដាយគេសោះតែប៉ុន្តែបងប្អូនកូនឆ្កែនឹងមានអនុស្សាវរីយ៍ច្រើនមួយខ្ញុំទៅណាក៏ដោយក៏យកទៅតាមដែរហើយមករយៈមុនប្រហែលជា4-5 ខែមុនហ្នឹងខ្ញុំរើផ្ទះតែអញ្ចឹងទៅខ្ញុំយកកតុកតាហ្នឹងយកដាក់ក្នុងវ៉ាលីភ្លេចយកគ្នាចេញឲ្យឆឹងហ្មងពេលរើវ៉ាលីមិនសើមិញមិនឃើញកូនឆ្កែហ្នឹងនៅក្នុងវ៉ាលីដេកស្ទោកស្ដឹងឡើងកន្លះឆ្នាំជាងបងប្អូនហើយពេលរកគ្នាឃើញហើយមានចាំយូរទេខ្ញុំយកមកដេកអោបរាល់យប់ហ្មងផឹកនេះងើបឡើងរយហូបស្រាប់តែបើកទូទឹកកកទៅឃើញផ្លែឈើមួយថងភ្លេចដាក់ក្នុងទូកពេលបើកថងមើលទៅផ្លែឈើខ្លះវារៀងខូចអញ្ចឹងទៅបើសិនជាបោះចោលក៏ស្ដាយអញ្ចឹងខ្ញុំក៏សម្រេចចិត្តយកធ្វើតំណាប់ផ្លែឈើបណ្ដោយទៅវិធីវិញងាយស្រួលទេបងប្អូនអត់បាក់ធ្វើទេអញ្ចឹងមានណាមានពេលចេញវីដេអូពេញហ្មងហើយនេះគឺជាសកម្មភាពមួយផ្នែកតូចព្រលឹមឡើងធ្វើចែមនឹងរៀងយូរដែរព្រោះយើងត្រូវកូរវាប្រហែលជាកន្លះម៉ោងជាងអានេះដោយសារតែផ្លែឈើវាទូចផ្លែឈើកកអញ្ចឹងពេលយើងយកទៅធ្វើតំណាប់ទៅវាឆាប់បែកជាងផ្លែឈើស្រស់ហ៎បងប្អូនបើយើងយកផ្លែឈើស្រស់មកធ្វើវិញរៀងចំណាយពេលរៀងយូរគួរសមដែរប្រហែលជា1 ម៉ោងជាង2 ម៉ោងអីបានហូបខ្ញុំហូបអាហារពេលព្រឹកហើយមានសកម្មភាពខ្លះទេតែខ្ញុំអត់បានថតអញ្ចឹងអានេះគឺខ្ញុំថតសកម្មភាពពេលថ្ងៃរបស់ខ្ញុំបណ្ដោយដើរកន្លឹងនៅក្នុងផ្ទះហ្នឹងក៏រើសបានត្រីខមកកំប៉ុងនៅកន្លែងអង្គុយធ្វើខ្លួននេះបងប្អូនសាក់ទីមើលថាខ្ញុំធ្វើឲ្យហូបថ្ងៃហ្នឹងហូបនេះគឺខ្ញុំធ្វើច្រើនដងមែនតើបងប្អូនហើយគឺជាមុខម្ហូបប្រចាំតកូលទៀតហើយហូបរៀងញឹកដែរប៉ុន្តែអត់ចេះធុញសោះអាមួយមុខហ្នឹងគឺថាបាយបានមែនតើពិសេសបាយយើងពេលដាំជាមួយសណ្តែកសៀងការខ្ញុំរៀនថ្នាក់បឋមអីគឺខាងសាលាគេចែកបាយឲ្យគឺគេដាំជាមួយសណ្តែកសៀងហ្នឹងហើយមានម្ហូបមួយមុខនេះត្រីខជាមួយតកួនហើយលាយទឹកបន្តិចមកបងប្អូនអើយបាយបានហ្មងថ្ងៃមុនហ្នឹងខ្ញុំយកស្ពៃបូកូពាក់កណ្ដាលយកធ្វើដាំបលេងឥឡូវនេះសល់ពាក់កណ្ដាលអត់ដឹងថាធ្វើអីអញ្ចឹងមានត្រីខមកកំប៉ុងណៃឆាជាមួយស្ពៃបូកូហ្នឹងបានមួយមុខទៀតហើយបងប្អូនមុខម្ហូបនេះចំណាយអស់តិចមែនតើអ្នកកំពុងតែចង់សំចាច់អីដាក់មួយមុខនេះគឺត្រូវហើយខមកកំប៉ុងតែ2500ឯ2000ឯហ្នឹងយើងយកតកួន1000មួយស្ពៃបូកូយកមកដាក់បន្តិចមកបានមួយចានហើយសំខាន់ឆ្ងាញ់ទៀតសម្រាប់ខ្ញុំវិញមិនសំចៃឬមួយសំចៃក៏ធ្វើម្ហូបនឹងរៀងញឹកដែរដោយសារតែឆ្ងាញ់បងប្អូនឆាស្ពៃបូកូលើកនេះគឺខ្ញុំដាក់ស្ពៃបូកូមុនបន្ទាប់មកបាទខ្ញុំដាក់ត្រីខតាមក្រោយហើយឆាលើកមុនហ្នឹងគឺវាច្រើនផ្ទុះដៃលីអីចឹងទៅពេលយើងដាក់ត្រីខតាមក្រោយនេះគឺវាអត់បែកហើយវាអត់ផ្ទុះទៀតជាចុងក្រោយគឺខ្ញុំដាក់ទឹកបន្តិចបីឆ្អិនបន្លែសប់ហើយយើងបានទឹកហត់អញ្ចឹងបើគ្រឿងវាមានដាក់ច្រើនទាំងពួនដាក់រ៉ូឌីបន្តិចហើយស្ករបន្តិចបានហើយដោយសារតែស្ពៃបូកូនេះមានជាតិផ្អែមចេញពីបន្លែស្រាប់កុំអាងតែចិត្តដាច់ខែចិត្តបានប្រាក់ខែណាបងប្អូនតែទៅទៀតចូលពាក់កណ្ដាលខែហ្នឹងចាប់ផ្ដើមរៀងដាច់លុយហើយអញ្ចឹង share វីដេអូទុកម្នាក់មួយទៅគីឡូថ្ងៃណាអីរនឹកម្ហូបអត់ឃើញអីគឺនឹកឃើញមុខម្ហូបនេះមុនគេដឹងតែចំណេញលុយហើយបានសេវលុយច្រើនទៀតបានម្ហូបឆ្ងាញ់ប៉ុណ្ណេះគឺអត់ភ្លេចដាំបាយទេបើសិនថាភ្លេចដាំបាយទៀតខ្ញុំមិនដឹងថាសេតហ្មងខឹងចិត្តដែរបងប្អូនពេលខ្លះខ្ញុំធ្វើម្ហូបឆ្ងាញ់ស្រាប់ខ្ញុំភ្លេចដាំបាយអូនិយាយថាបេះដូងខ្ញុំគឺបែកខ្ទេចខ្ទីអស់ហើយមកបងប្អូនមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាមួយចាននេះបានរៀងច្រើនដែរចង់ខ្ញុំហូបបានពីពេលពាក់កណ្ដាលទុកពាក់កណ្ដាលមុខម្ហូបនេះបងប្អូនបើសិនជាបងប្អូនដាំបាយជាមួយសណ្តែកសៀងទៀតណាពេលហូបជាមួយគ្នាទៀតរត់តែត្រូវជាតិគ្នាខ្ញុំរកទិញនៅក្នុងម៉ាតតែរកទិញអត់មានសោះដល់ចង់ទៅមានដាំបាយតទេលសិនចាំលើកក្រោយចាំដាំបាយជាមួយសណ្តែកសៀងហើយសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតបាយបាយសុខសប្បាយទាំងអស់គ្នា